វីដេអូនេះគឺជាវីដេអូដំបូងដែលយើងនិយាយពាក់ព័ន្ធពីកម្មវិធី Civil 3D អញ្ចឹងវីដេអូដំបូងនេះយើងធ្វើការ import point ចូលទៅក្នុងកម្មវិធីហើយនឹង edit point label អញ្ចឹងយើងចូលទៅក្នុងកម្មវិធី Civil 3D យើងអស់គ្នាទៅអានេះរបស់ខ្ញុំវា2027អានេះចាំតិចព្រោះវា file ធំវាត្រូវបើកយូរដែរខ្ញុំវាកំពុងបើកខ្ញុំសូមណែនាំពី point របស់យើងត្រូវប្រើ format អីដើម្បីដាក់ចូលកើតខ្ញុំទុកនៅនេះ CSV នេះគឺលេខ8 CR01 នេះគឺជា point ទាំងអស់សម្រាប់បច្ចេករបស់យើងសិក្សាចឹងនេះបងប្អូនឃើញហើយវាមាន4ជួរ4ជួរនេះគឺវាមាន format របស់វាខ្ញុំសូម insert មួយទៀតខ្ញុំដាក់អានេះ point number ហើយជួរនេះគឺជាទិស N ទិសខាងជើងក្បាលខ្សែ9នេះគឺជាទិសចឹងអាកន្លែងលេខ0នេះអាជួរទី3អាជួរទី4នេះគឺ elevation របស់យើងគឺជា Z ចាចុងក្រោយគេនេះគឺជាកូដយើងដាក់ D មកតែប៉ុន្តែនេះគឺជា description ទេតែយើងហាត់កូដទៅព្រោះយើង survey តាមម៉ាស៊ីន DGPS យើងកំណត់កូដនឹងអស់ហើយហើយមុននឹងចាប់ផ្ដើមការងារគូប្លង់បានយើងត្រូវចេះនឹងស្គាល់ពី description របស់ point នីមួយៗដែរដល់នេះ BD01 នេះគឺជា point របស់ boundary ពាក្យកាត់វាទេអានេះ BM នេះគឺជា benchmark គឺជាចំណុច reference point របស់គម្រោងយើងហ្នឹងអានេះមាន2ចំណុចអញ្ចឹង boundary របស់យើងមាន18ចំណុចចានេះគឺជាដើមឈើ tree អានេះ BM សម្រាប់ខ្ញុំ driver ទេអានេះខ្ញុំទុកនៅ project ហ្នឹងមិនបាច់លុបទេទុកហ្នឹងទៅអញ្ចឹង EG នេះគឺជា existing ground យើងត្រូវស្គាល់អាហ្នឹងពីមុនសិនព្រោះការងារបន្ទាប់គឺយើងនឹងធ្វើការបង្កើត point គ្រប់ដើម្បីគ្រប់គ្រង point point របស់យើងគឺមាន4 5កូដហ្នឹងតែtrong format របស់វាយើងត្រូវតែចាំកន្លែងនេះគឺបើយើងទៅសេកាត់វាមានន័យថា PNRSD point number PNRSD មិនបានខ្ញុំសរសេរកន្លែងហ្នឹងកន្លែងនេះវាសារចូលទៅក្នុងកម្មវិធី Civil 3D គឺយើងត្រូវចាំអាពាក្យខាងលើហ្នឹងគឺជា point number ទិសខាងជើងហើយនឹងទិស Z ហើយនឹង D Z នេះគឺជារយៈកម្ពស់អញ្ចឹងនៅក្នុងកម្មវិធី Civil 3D ខ្ញុំនឹងលម្អិតកន្លែងហ្នឹងតទៀតតែយើងចាំ format របស់វាទៅគេដាក់ format អញ្ចឹងមកយើង add ចូលទៅក្នុងកម្មវិធី Civil 3D ទៅយើងប្រើ CSV file បានខ្ញុំលុបចេញវិញដើម្បី add យើងត្រូវ add row ដែលមានអក្សរឬក៏ border វាបានទេយើងត្រូវ delete វាចេញវិញតែសារនេះខ្ញុំ save ហើយអញ្ចឹងខ្ញុំមិនបាច់ save ទៀតទេតែខ្ញុំបញ្យល់បងប្អូនពីការ save file type របស់វាចឹងនេះគឺជា file របស់ខ្ញុំ save រួចហើយខ្ញុំចង់បញ្ជាក់កន្លែងនេះកន្លែងមើលខាងក្រោមនេះគឺ save as type អានេះគឺយើងត្រូវជ្រើសរើសយក CSV ខាងម៉ានេះយើងត្រូវមើលកន្លែងហ្នឹងដាក់ខុសទៅវាអត់ចេញឲ្យទេតែពិតការ import point ចូលទៅក្នុងកម្មវិធីវាមានច្រើនវិធីតែខ្ញុំបង្ហាញវិធីប្រើ CSV file នេះគឺយើងចុច save មកតែដោយសារខ្ញុំ save រួចរាល់ហើយខ្ញុំមិនបាច់ save ទេខ្ញុំចុច cancel វិញចឹង point ទាំងអស់ហ្នឹងខ្ញុំដាក់ឲ្យបងប្អូន download ទៅក្នុង Telegram channel របស់ខ្ញុំចាំបងប្អូនចូលទៅ download អនុវត្តទាំងអស់គ្នាទៅព្រោះការរៀនកម្មវិធី Civil 3D នេះទាមទារការអនុវត្តជាច្រើនដងបាទយើងអាចនឹងចាំហើយនឹងធ្វើការលឿនតោះអញ្ចឹងខ្ញុំសូមបិទ file Excel របស់ខ្ញុំវិញចឹងចូលមកដល់កម្មវិធី Civil 3D អញ្ចឹងគឺវាបើកបានហើយគឺ2027អញ្ចឹងកន្លែងបើមើលកន្លែងនេះកន្លែង recent នេះគឺជាកន្លែងដែលយើងមើល file របស់យើងអាកន្លែងនេះគឺជា history file ដែលយើងធ្លាប់បើកពីមុនអញ្ចឹងយើងចុច open នេះមានន័យយើងជ្រើសរើសយក file ចាស់ដែលយើងធ្លាប់បើកពីមុនហើយខ្ញុំចុច open file អញ្ចឹងវានាំយើងទៅចុចនេះទៅដល់កន្លែងដែលយើងត្រូវរើស file មកតែខ្ញុំអត់នេះកន្លែងហ្នឹងទេអត់ត្រូវការបើកកន្លែងហ្នឹងទេព្រោះ project យើងថ្មីតែម្ដងអញ្ចឹងខ្ញុំចុចយកពាក្យ new នេះគឺបើក drawing ថ្មីចាំពាក្យ new មកខ្ញុំសុំដូរទៅជាពណ៌សវិញវាស្រួលមើលពេល record ទៅវាច្បាស់ដាក់ color សមកហើយពណ៌សជាគឺយើង record ទៅវាច្បាស់ជាងចឹងបន្ទាប់ពីយើងបើកហើយមកយើងចូលទៅ save វាមុនណា save វាហើយការងារទាំងអស់យើងត្រូវតែ save ព្រោះតែណាយើងមិន save ទេ
វាងាយនឹង error ដែរព្រោះយើងប្រើ file crack ដាក់នៅ personal essential នៅលេខ share លេខ 8 នេះខ្ញុំដាក់នៅ cache file ខាងលើអញ្ចឹង project name របស់យើងគេដាក់ file name ហ្នឹងដាក់ឈ្មោះអីគេសម្រាប់នេះដាក់8ដកចេះតែប៉ុណ្្នឹងបានហើយខ្ញុំចុច save ចុះបន្ទាប់ពីយើង save ហើយអ្វីដែលត្រូវធ្វើចាំបាច់មួយទៀតគឺយើងចូលទៅក្នុង home tab ខាងលើនេះរួចមកយើងមើលទៅកន្លែង tool space គឺកន្លែងនេះដាក់ prospector យើង select មកកន្លែងនេះគឺ setting យើងចុចរកពាក្យ setting យើងមើលនេះ file អានេះឈ្មោះ file name របស់យើងដាក់មិញណាអញ្ចឹងកន្លែងនេះគឺចូលដល់កន្លែងកំណត់ coordinate system ហើយគឺយើងកំណត់ប្រព័ន្ធនិយមការរបស់ស្រុកខ្មែរយើងឬក៏បងប្អូនធ្វើការនៅស្រុកប្រទេសណាគឺដាក់តាម coordinate system កន្លែងហ្នឹងទៅចាំមកដល់កន្លែងនេះយើងដើម្បីកំណត់ coordinate system យើង right click រួចមកយើងរកពាក្យថា edit drawing setting បន្ទាប់មកវាចេញ pop up ទាំងមួយគឺវាមាននេះ unit ហើយនឹង zone ចឹងកន្លែងនេះគឺ unit drawing unit នេះគឺ ម៉ែត្រត្រូវហើយអានេះ degree ចឹងពាក់ព័ន្ធនឹងកន្លែងនេះគឺជាការកំណត់ scale យើងចង់ដាក់ប៉ុន្មានដាក់1លើ2000ទៅអានេះបងប្អូនកំណត់ប៉ុន្មានក៏បានដែរឲ្យតែត្រូវជាមួយនឹងការងាររបស់យើងតាមប្រជិតតូចប្រជិតធំចឹងកន្លែងនេះកន្លែង zone យើងត្រូវមកមើលកន្លែងខាងក្រោយប៉ុណ្ណេះកន្លែង zone កន្លែងនេះយើងត្រូវ play វារពាក្យថា UTM WGS 84 datum កន្លែងនេះ coordinate system ត្រូវស្វែងយល់បន្ថែមទៀតបើមិនបានដល់យើងប្រទេសយើងប្រើអញ្ចឹងអានេះវិញយក available coordinate system នេះយើងយកកន្លែងនេះយកតាមខ្ញុំទៅអានេះសារខ្ញុំចាំឲ្យតាមពិតវា search បានទេតែខ្ញុំចាំឲ្យខ្ញុំមើលកន្លែងនេះឥឡូវ UTM WGS 1984 datum 048N យើងកន្លែង48 0យើងតែប្រញាប់ប្រព័ន្ធច្រឡំអត្តកោខាងជើងហើយនឹងដបងប្រញាប់ច្រឡំកន្លែងហ្នឹងយើងនៅខាងជើងអានេះ meter អានេះ central meridian ចំណុចកណ្ដាលនៃអាហ្នឹងយើងត្រូវស្វែងយល់បន្ថែមមិនមកយើងចេញជាប្រព័ន្ធ coordinate បែបហ្នឹងចា៎នេះយើងនៅ grid ទី 105D ចា៎ឥឡូវយើងកំណត់យកអាហ្នឹងមកចាំបន្តមកវាចេញឲ្យអស់ហើយយើងមើលនេះ select coordinate system code គឺប៉ុណ្ណឹងអាកន្លែងនេះ description យើង UTM ដាក់តុំប៉ុណ្ណេះពាក្យថាដាក់តុំឬក៏ projection យើងត្រូវស្វែងយល់ដល់នេះ projection UTM នោះមានន័យថាម៉េចអានេះគឺជា transfer universal transfer mosquito គឺប្រព័ន្ធចំណោលអាហ្នឹង detail ច្រើនទៀតនៅយើងនិយាយហ្នឹងវែងឆ្ងាយអញ្ចឹងបន្ទាប់ពីយើងកំណត់ហើយយើងចុច apply អូខេចឹងការកំណត់ប្រព័ន្ធ coordinate system យើងគឺប៉ុណ្ណឹងបន្ទាប់ពីកំណត់បានមកវា load នេះអានេះគឺជាចំណុច N50 N0 50,000កន្លែងហ្នឹងចាអញ្ចឹងគឺវាចេញបែបហ្នឹងគឺយើងមិនកំណត់បានហើយ coordinate system អញ្ចឹងជំហានបន្ទាប់យើងចូលទៅ add point ចូលទៅក្នុងកម្មវិធីរបស់យើងអញ្ចឹងដើម្បី add point បានយើងក៏លេខទៅមើល home tab ដដែលកន្លែងនេះយើងដាក់ point យើងពលាវាមកយើងយក point creation tool អញ្ចឹងបន្ទាប់ពីដល់កន្លែងហ្នឹងវាចេញ pop up ទាំងមួយមកទៀតហើយយើងចុចយកពាក្យថាខាងនេះគឺ import point និមិត្តសញ្ញាវាគឺអញ្ចឹង icon វាមានសញ្ញាព្រួយហ្នឹងគេដាក់ import point អញ្ចឹងយើងចុចលើវាមកចុចផ្ទាំង import point របស់យើងក៏លេខមកមើលនេះ select file កន្លែងនេះគឺយើងដាក់ point file របស់យើងចូល file CSV មិញហ្នឹងយើងចុចសញ្ញាបូកដើម្បីនាំវាចូល select លើ file ហ្នឹង open អានេះមានពីរករណីនេះគឺយើងចាញ់ crease មានតែយើង add បានជោគជ័យហើយមួយទៀតគឺយើងខ្វែងកន្លែង crease នឹងដដែលគឺយើង add បានមិនជោគជ័យទេយើងទៅមើលកំហុស file របស់យើងវិញចឹងកន្លែងនេះ specify point file format មកដល់កន្លែងនេះគឺខ្ញុំបញ្ជាក់នៅកន្លែងនិយាយពី Excel file របស់យើងហើយគឺ PNGអានេះគឺជា format របស់យើងចាំមិន PNG ឃើញនេះយើងត្រូវគ្នាខាងក្រោមនេះ preview point number nothing existing point elevation ហើយនឹង raw description ចឹងកន្លែងហ្នឹងបើយើងដាក់ខុសមិនដាក់ខុសគឺ coordinate យើងវារត់អត់ត្រូវកន្លែងទេគឺវាខុសទាំងស្រុងហ្មងព្រោះអីវាទៅជា n ទៅជាខុសគ្នាច្រើនដូចមួយសែនចូលខ្ទង់សែនម៉ែត្រ 100000 ម៉ែត្រចឹងគិតមើលទៅខុសគ្នាប៉ុណ្ណាអានេះដូចថាផែនដីមកជាហៀងម្នាក់ហើយអានេះហ่ะតោះអញ្ចឹងបន្ទាប់ពីយើងមើល file format របស់យើងចុច select web pro q មកអានេះចុចបែបដូចកន្លែង Excel យើងកំណត់ចឹងមកដល់កន្លែងនេះកន្លែង add point to point group កន្លែងហ្នឹងមានន័យថាអញ្ចឹងយើងចង់ add point នេះ point ឲ្យយើង
add ចូលថ្មីមក file ហ្នឹងយើងចង់ដាក់នៅ point group មួយណាអានេះបើសិនជាយើងមាន point group ហើយយើង select មកអានេះបើសិនជា existing ground សិនយើង select existing ground ឡើងហ្នឹងមកតែករណីនេះគឺថ្មីយើងមិនទាន់មាន point group ទេអញ្ចឹងយើងត្រូវបង្កើតកន្លែងនេះតែខ្ញុំអត់បង្កើតកន្លែងហ្នឹងទេព្រោះបង្កើតយើងមាន point ច្រើននៅក្នុងហ្នឹងអញ្ចឹងយើងចាំបង្កើត add ហើយចាំយើងបង្កើតទៅតាមឈ្មោះវានីមួយៗកន្លែងនេះខ្ញុំអត់ប៉ះពាល់ទេយើងចុច OK អូខេវាកាំងតិចដោយសារ point យើងច្រើនតែចាក់តិច point នេះខ្ញុំយកមកពី DEM ទេ DEM file គឺខ្ញុំប្រើ drone សម្រាប់ survey អញ្ចឹងដើម្បីសិក្សាខ្ញុំយកអាហ្នឹងមកបំលែងទៅជា point វិញអញ្ចឹងខ្ញុំដាក់1ម៉ែត្រមួយអញ្ចឹងបាន point វាច្រើនដី15ហាត់ទេ point វាឡើងច្រើនដើម្បីកុំឲ្យបាត់រូបរាង shape របស់ដីហ្នឹងខ្ញុំដាក់ឲ្យស្អាតចាស់ឥឡូវយើងខ្វែងមកវិញមកយើងរក point យើងមិនឃើញទេដើម្បីរកឃើញយើងចុចset enter enter ដល់ហើយនេះអានេះគឺជា benchmark របស់ខ្ញុំសម្រាប់ driver file អញ្ចឹងកន្លែងនេះតែឥឡូវយើងមកមើលនេះ point file របស់យើងដែលយើង add មកមិញហ្នឹងគឺចេញជា point បែបហ្នឹងហើយខ្ញុំដាក់ចេញដើម្បីមើលខ្ញុំដាក់1/10 scale 1/10ដើម្បីមើលថា point នេះគឺជា point របស់យើង1ម៉ែត្រ1ម៉ែត្រ1ចឹងបន្ទាប់ពី add point ចូលហើយយើងត្រូវធ្វើអីតទៀតចំណុចទី1គឺយើងត្រូវបង្កើត point group ដើម្បីបង្កើត point group បានយើងចូលដល់ prospector ខាងលើនេះ full space យើងដដែលទេយកមើលកន្លែងនេះ point group យើងចុចសញ្ញាបូកលេអានេះគឺជា all point គឺកន្លែងដែលផ្ទុក point យើងទាំងអស់អានេះគេបង្កើតឲ្យ auto ចឹងដើម្បីបង្កើត point group ថ្មីបានយើង right click ទៅលើ point group យើងវិញមក right click យើងយកពាក្យ new ចឹងកន្លែងនេះ name យើងដាក់ទៅ point group យើងឈ្មោះអីគេវិញខ្ញុំដាក់ BD ខ្ញុំបង្កើត boundary ដីរបស់យើងមុនអញ្ចឹងកន្លែងនេះ point style ខ្ញុំរើសយក template របស់ខ្ញុំ BD ខ្ញុំដាក់ BD ដែរមកអានេះសម្រាប់រវាងបងប្អូនអត់មានទេយើងត្រូវបង្កើតថ្មីដាក់ BD ដែរមក include យើងបង្កើតហើយឈ្មោះហើយគឺវាអត់ទាន់ចូលទេយើងចុចកន្លែង include នេះមកយើងចុចកន្លែងនេះ withdraw description មកអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់ BD អញ្ចឹង cell គេក្នុង Excel មិញខ្ញុំដាក់ BD ដល់មិនដាក់ BD apply តបពី apply រួចនេះគឺ point BD របស់យើងតែក្នុង drawing ចាក់ស្ដែងយើងតម្រូវ scale ឲ្យត្រូវជាមួយនឹងกระดาษរបស់យើងត្រូវយក scale មួយលើដល់ដើម្បីកំតនខ្ញុំចង់បង្ហាញមួយទៀតគឺ existing ground ខ្ញុំបង្កើតមួយទៀតដើម្បីបងប្អូនងាយយល់ខ្ញុំដាក់ RG តបមកខ្ញុំរើស RG ដែរកន្លែងនេះគឺជា existing ground style label គឺដូចគ្នាតបមកខ្ញុំដាក់ include ទៀតគ្រប់ point របស់យើងត្រូវចុចកន្លែងហ្នឹងវាមានច្រើន option បងប្អូនមើលតាមហ្នឹងណាកន្លែងនេះខ្ញុំដាក់ AG ដដែលតបមកខ្ញុំចុច OK point ទាំងអស់នឹងប្រែទៅជាមាន label ភាសាអង់គ្លេសគេហៅថា label យើងហៅថា label ចាំតិចនេះកន្លែងនេះគេខ្ញុំបញ្ជាក់តិចកន្លែងនេះអាចខ្ញុំផុសនៅក្នុង TikTok តែវា file វាវែងពេកអញ្ចឹងខ្ញុំថតអស់ទេចាំចុច link ចូលមើលក្នុង YouTube ទៅតែខ្ញុំដាក់ link ខាងលើក្នុង description ណែចាំបន្ទាប់ពីយើង add point group មកហើយនេះគឺវាបានអានេះ format របស់ខ្ញុំគឺបែបហ្នឹងខ្ញុំចុច save មួយសិនអញ្ចឹងកន្លែងនេះ description អញ្ចឹង EG កន្លែងនេះ elevation 42.92 នេះគឺជារយៈកម្ពស់របស់ point យើងកន្លែងហ្នឹង5103.7នេះគឺ point number លេខរៀង point របស់យើងតោះអញ្ចឹងការបង្កើត point group យើងមានតែប៉ុណ្ណឹងតែចំពោះកម្រងរបស់យើងវាមានប៉ុន្មានមានដើមឈើមួយទៀតហ្នឹងអញ្ចឹងបងប្អូនបង្កើតដើមឈើមួយទៀតមកហើយ add ចូលដូចមិញខាងលើហ្នឹងមកធ្វើដូចគ្នាទាំងអស់ទេចំពោះការ add point group តែឥឡូវដើម្បីធ្វើការតទៅមុខទៀតកុំឲ្យគាំងខ្ញុំសម្បិត point existing ground ព្រោះវាច្រើនជាងគេចូលប្រវិធីដើម្បីបិទយើងចុចដាក់ណានោះមាន2 option យើងបិទ layer ក៏បានយើងបិទកន្លែងហ្នឹងក៏បានដែរពួកខ្ញុំចូលចិត្តបិទកន្លែងហ្នឹងជាងតោះឥឡូវយើងមកមើលមិនបានវាតូចហ្មងខ្ញុំដាក់ scale វាធំវិញមកដាក់1/2000
Chắc bị tranh màu chẳng thích không kê lại cái nó bị ẩm tạo bị ẩm thì cho bậc cát rồi nó lấy đến trong cô sẵn boundary giờ filter layer xong rồi tất cả sẵn cái chia một cộng thì vậy nhớ thì cái lại nick nhóm đặt sẵn pro hoặc nhóm chúng ta là sẵn được không nhưng được ok trên một bánh layer tỉnh mày màu nó template một tiền chắc lại đi anh bị đi khỏi rồi layer năng máu bọn con men layer xanh không ấy cứ cụ tam năng tấn vậy poly lại nếu những ai cho về khu ô tô bán dùng pra tam là dạng sẽ về để tạm báchឬក៏point number យើងអាចឲ្យវាគូអូតូបាន function វាមានច្រើនណាស់ការងារតូចៗជាងបាច់គូអូតូក៏បានដែរគឺវាតូចចំពោះការងាររាប់រយហាត់មាន object ច្រើនលើនឹងមានអាគារច្រើនផ្លូវបន្លាយគឺយើងប្រើ survey data base ជួយហើយយើងចាំកែតាមក្រោមចឹងគូបាននេះយើងជាប់ចឹងមកតោះអញ្ចឹងការងារយើងបន្ទាប់ពីគូ boundary ហ្នឹងហើយគោលបំណងគឺយើងចង់ធ្វើទៀតគោលបំណងគឺយើងបង្កើត surface យើងយក point existing ground នេះទៅបង្កើតជា surface ដើម្បីយើងធ្វើការកណនាមានដីឬក៏ design shape ណាមួយដោយយើងប្រើ surface អញ្ចឹងវីដេអូហ្នឹងប្រហែលជាអាចនឹងចប់តែប៉ុណ្្នឹងសិនទេព្រោះយើង20នាទីហើយអានេះកាត់ទៀតប្រហែលជា10នាទីជាងអញ្ចឹងយើងកុំឲ្យវែងពេកtrong videoបន្ទាប់យើងនឹងរៀនពីការបង្កើត surface ហើយនឹងការកណនាមានដីតាមចឹងវីដេអូនឹងចប់តែប៉ុណ្្នឹងទៅអញ្ចឹងបងប្អូនអាចចូលទៅក្នុង channel Telegram ដើម្បី download point យកមកអនុវត្តទាំងអស់គ្នានេះដើមឈើប្លុកខ្ញុំដោតមកពីដូចជា file វៀតណាមមានច្រើនស្អាតណាស់ដើមឈើនេះមួយទៀតខ្ញុំបង្កើត BM ឲ្យហើយទៅBM BM ដែរមកBM ហ្នឹងគឺអញ្ចឹងអញ្ចឹងយើងចាំជួបគ្នានៅវីដេអូបន្តបង្កើត surface ហើយនឹងកណនាមានដី